ខេឥឡូវយើងមកដល់មេរៀនមួយដែលគួរចាប់អារម្មណ៍យើងនឹងសិក្សាអំពីលេខទូរស័ព្ទទាំងអស់នេះប្រសិនបើជា090ឲ្យចេញអបទៅថាប៊ីឡាឡើងនេះឬក៏068ឬក៏068បើសិនជា012 092ឬក៏072ឲ្យចេញតាមខ្សែកាត់មកវិទ្យានិង015មាន hello ជាដើម097មកphốចំពោះការប្រើបែបនេះយើងទៅរួមបញ្ចូលជាមួយនឹងរូបមន្តចំនួន3ដែលមានរូបមន្តអរូបមន្តអនិងរូបមន្ត if រូបមន្ត let តែបីនេះទេហើយយើងធ្វើប៊ីឡាញមុនសោះបើសិនជា090 066និង067ឲ្យជាប៊ីឡាញជាដំបូងយើងត្រូវកាត់យកលេខទូរស័ព្ទដែលយើងសិក្សាទៅ3លេខប៉ុណ្ណោះ3ទងខាងដើមឲ្យចាប់ពីឆ្វេងមកស្ដាំគឺជា012យើងកាត់3ទងបន្តមកទៀតប្រសិនបើវាជាស្មើនឹង090ឲ្យបើសិនជាវាពិតឲ្យដាក់តម្លៃថា2ណាបានមកទេឲ្យដាក់អត់ទៅចំណុចនេះវាមិនមែនជាប៊ីឡាញទេតែយើងស្គាល់ប៊ីឡាញយើងមានដល់ប្រព័ន្ធ090 068និង067អញ្ចឹងយើងសិក្សាបន្ថែមដោយដាក់អនៅចន្លោះនេះlogical pair or logical one បានមិនស្មើទេយើងនឹងសិក្សាវាបន្ថែមទៀត list ជាតដែរកាត់យក3ទងបើសិនបើវាស្មើនឹង068ឲ្យវាចេញដាក់ beeline logical pair 2ចង់តែអស្លីមួយទៀតបើសិនជាវាដាក់3ទងសិនកាត់3 067ហើយជាថា beeline ពេលនេះយើងដាក់អស់3ហើយ logical pair បើសិនជាពិតបើសិនជាមិនពិតចម្លើយ order យើង click យើងឃើញនេះ090 beeline 090 beeline 067ក៏ beeline យើងឲ្យដាក់កន្លែងនេះថា067ចុះដើម្បីជិះពិតវានៅតែ beeline ដែរពីព្រោះយើងបានកំណត់លក្ខខណ្ឌ3ក្នុងចំណោមនេះណាមួយដែលជួបគឺឲ្យមានទូរស័ព្ទ beeline ក្រៅពីហ្នឹងគឺដាក់ order វាធ្វើដូចតែគ្នាបន្តទេឥឡូវយើងនឹងបន្ថែមខ្សែខាតមួយទៀតដល់នៅលើរូបមន្តដែរយើងសិក្សានៅកន្លែងចំណុចដែលវាមិនពិតវិញចំណុចបើវាមិនពិតយើងនឹងសិក្សាបន្តទៀត if បើសិនបើកាត់ left logical test កាត់3 number បើសិនបើវាស្មើនឹង012เอาไปจริงฮะใส่ครับหรือขโมยอีกครับส้นดาวเป็นมันปึ๊ดไม่ต้องอัดโอเคពេលនេះយើងបានមកទីហើយខ្សែខាតមកវិទ្យាដោយឡែកបើសិនជាដល់យើងមិនយើងកំណត់ថា012ខ្សែខាតវាមាន092 017ទៀតអត់ថាបាននេះគឺ017យើងដាក់ចុះវាលុបអត់ទៅព្រោះយើងក្នុងកំណត់នេះយើងដាក់ថា012អញ្ចឹងកំណត់ទៀតកន្លែងនេះយើងដាក់0
Joe logical test 1 okay test 2 no method test 1 test 2 យើងដាក់ថា left C2 cut 3 equal to បើសិនជាស្មើនឹង0កែ2392 C2 យើងកាត់យក3លេខបើសិនជាវាស្មើនឹង017ស្មើ017បើសិនបើ left C2 ដល់កាត់យក3ស្មើនឹង089 left ចូល logical test 5 C2 កាត់3ស្មើនឹង0.77ពេលនេះបើសិនជាវាប៉ិតឲ្យវាចេញខាង circuit បើមិនប៉ិតឲ្យដាក់ថា other logical test circuit mobile នេះយើងឃើញហើយ012គឺ circuit 2 line 090 012